giờ ra laptop dương mình là top 2 mình nước pin nè head ấy anh nhà nâng cái review là top tối vậy là top không bây giờ animation có trong mà uất màn tí mà uất vậy mà uất hướng Asus mày cái cung tranh nhà mặt đen này một anh du khăn mình tên cho mùng nó là hai đây bạn cái cung tranh mà đèn Asus cái cung tranh mặt đen để thúng khăn sát xèo chẳngในคำบอกยมนี้คือจะแล็ปท็อปแต่มีกำลังครั้งทงสระระบบ Asus VivoBook S16 แต่มีเลโก้ SC26 CA ให้จำพวกชิปแล้วก็ไอ้ของแล็ปท็อปนั่นคือถ้าไม่ต่างอ๋อโยมองให้ผมแปะมาจมูกอย่างปัจจัยวิจัยแต่ไม่ได้จ้องขอเก็บบอก Asus มั้งปัจจัยวิจัยเก็บทำไมจ้องขอเก็บแต่ CPU กับโดยเนี่ยchẳng trong bộ CPU แต่ผมแปะมาจมูกอย่าง Asus VivoBook một nhómนี้คือผมแปะมาจมูกอย่าง CPU Core Ultra 7 255H ให้ชื่อประเภทCPU ដែលមានចំណងទី2របស់ Core Ultra 7ហើយមួយទៀតចំពោះ RAM មកពាក់មកជាមួយនឹង RAM 16G LP DDR5 អីគេ LP ហ្នឹង RAM on board នៅក្នុង laptop ហ្នឹងអូចឹងហើយជាមួយនឹង storage គឺមកពាក់មកជាមួយនឹង M.2 PCIe មួយតេហើយចំពោះអេក្រង់វិញគឺថា special ខ្លាំងមែនតើអ្នកទាំងអស់គ្នា16 inch OLED 3.2K 16 inch គាត់ឃើញពុករៀងធំបាត់ធ្ងន់ហើយធំប៉ុន្តែអត់ធ្ងន់ទេមែនទម្ងន់វាធំតាម1.2 គីឡូឯងទម្ងន់ប្រហែលរបស់ខ្ញុំណែរបស់ខ្ញុំ14 inch នេះ14 inch អានេះគឺជា ZenBook យើងហៅ ZenBook A14 AI អញ្ចឹង technology ចុងក្រោយគឺគ្មានអីក្រៅពី AI នឹងទេហើយតើតើជាមួយនឹង laptop 14 inch នេះដែរគឺជាតកូល ZenBook អញ្ចឹងដឹងហើយ ZenBook គឺជាអវ៉ាន់ premium ហើយតើតើមួយភាព premium របស់វាគឺ spec ជាមួយនឹងកម្លាំងរបស់វាហ្នឹងហើយធម្មតាមនុស្សយើងគឺចង់បានជាមួយ laptop មួយដែលមានថ្មកាន់ដែលមានកញ្ចក់ស្អាតដែលមាន technology ចុងក្រោយអញ្ចឹងណា technology ចុងក្រោយជាមួយនឹងគុណភាពនៃការប្រើប្រាស់នឹងបានល្អការធានាបានយូរអញ្ចឹង ZenBook នេះគឺមានគ្រប់បែបយ៉ាងទាំងអស់ព្រោះថា CPU របស់វាប្រើជាមួយនឹង AMD Ryzen AI 7 ពពួក 350 series ដែលវាមានចំនួន GHz load 15.0 នោះហើយទៅ RAM 16G DDR5 ដូចគ្នាទេ on board ដូចគ្នាជាមួយនឹង storage Mate Gen 4ហើយនឹងកញ្ចក់14 inch Full HD Plus OLED Lumina OLED ទៀតមិនមែន OLED ធម្មតា Lumina OLED លើ spec ទម្ងន់អីគឺយើងដឹងហើយថា laptop ទាំងពីរហ្នឹងគឺមួយ16 inch មួយ14 inch តែទម្ងន់វា1គីឡូ2ខាំដូចគ្នាទេមួយឬក៏ 1.2 គីឡូក្រាមដូចគ្នាមិនអញ្ចឹងទេអូខេឥឡូវយើងមកមើលតកតងជាមួយតម្លៃតើអ្នកនរគ្នាគិតថាតើ laptop ដែលធំស្រាលហើយជាមួយនឹង laptop ដែលតូចហើយតាន់នេះតើតម្លៃវាខុសគ្នាមិនឥឡូវតម្លៃរបស់ laptop ក្រៅដូចឯងតម្លៃប៉ុន្មានដែរហើយបើវាធំស្អាតហើយជាមួយនឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ Asus មែនប៉ុន្តែតម្លៃវាក៏ថាខ្ញុំនឹកស្មានដល់ថា Asus គឺចេញ model នេះហើយតម្លៃគឺថា kill you all មកតម្លៃគឺ kill ធំតា 1K ស្ដើងហ្នឹងអ្នកទាំងអស់គ្នា 1K ស្ដើងហ្មង 1099បើខ្ញុំនិយាយថាបើសិនជាអ្នកទាំងអស់គ្នាកាន់លុយទៅទិញតែពណ៌មួយតែពណ៌វាខំហើយទេវាអត់បាន spec ប៉ុណ្ណឹងហើយអត់បានជាមួយនឹងកញ្ចក់ស្អាតហើយទៅប្រើ AI យកមកអូខេនិយាយទៅនិយាយខ្លាំងចេះតកតងជាមួយនឹង S16 OLED នេះបើយើងគិតទៅភាព premium របស់វាបើយើងគិតថាលុយ 1000 ថ្លៃអ្នកនរគ្នាគិតខុសហើយមែនអត់ព្រោះថាតកតងជាមួយនឹង laptop ដែលយើងត្រូវការជាមួយថ្មតាច់ថ្មតាន់ព្រោះនេះកាន់បានពី8 12ម៉ោងតាមខ្ញុំដឹងថាហ្នឹងហើយអញ្ចឹងវាអាចកាន់បានចន្លោះពី8ទៅ12ម៉ោងកញ្ចក់របស់វាគឺ 3.2K Lumina OLED ដែលជា technology OLED របស់ Asus ហើយកម្រិតភាពច្បាស់របស់វាគឺច្បាស់ខ្លាំងយកមែនតើមើលពីលើពីក្រោមឆ្វេងស្ដាំគឺច្បាស់ខ្លាំងហើយ keyboard វាមានភ្លើង RGB ហើយតម្លៃត្រឹមតែ1099អញ្ចឹងតម្លៃហ្នឹងគឺអត់ថ្លៃទេនឹកស្មានមិនដល់ថា Asus គាត់អាចផលិតបាន laptop មួយដែលវាមានគ្រប់លក្ខណៈសម្បត្តិដែលយើងចង់បានណាដែលជាប្រភេទ laptop មួយដែលមានកញ្ចក់ធំទម្ងន់ស្រាល spec ធំយើងយកទៅប្រើការងារបានច្រើនមិនថាតកតមួយ Word Excel design Word Excel design យើងទិញ laptop បានតែមិនអញ្ចឹងទេប៉ុន្តែមួយទៀតធម្មតា Word Excel ទូទៅ design ហ្នឹងវាធម្មតាអូខេសំខាន់ spec នេះគឺយើងអាចលេង game បានទៀតបានដែរបានអត់មាន VGA ដែរណាបានតែក្នុងកម្រិតមួយដែលថាល្មមសម្រាប់យើងជា chill ពេលយើងធ្វើការងារហើយឬក៏យើងធ្វើការងារ stress ចឹងយើងអាច
lên ghép chia trong cầm đặt mua để tha vì vì mình thông pek vì mình là mom anh lên ghép bằng អូខេអញ្ចឹងតកតងជាមួយនឹងរបស់ខ្ញុំវិញឥឡូវខ្ញុំនិយាយតកតងមួយ Zenbook A14 AI របស់ខ្ញុំអានេះគឺជា Zenbook មួយដែលនៅក្នុងកម្រិត budget មែនតើតម្លៃគឺក្រោម 1k ទេ មែន តា$999 យ៉ាឥឡូវយើងនិយាយតកតងជាមួយនឹងគុណសម្បត្តិឬក៏តកតងជាមួយនឹងតម្លៃរបស់ laptop អ្នកនរគ្នាប្រកាសជាសួរថាតើ laptop Zenbook គេយកទៅធ្វើការងារអីគេវាមិនខុសពី laptop តកូផ្សេងទៀតដូចជាតកូ Vivo Book ឬក៏ Vivo Book Go ទេគេយកទៅប្រើទៅលើការងារការិយាល័យ Word Excel design កម្រិតស្រាលឬក៏ការងារ media នឹងដូចតែគ្នាទេអញ្ចឹងអ្នកនរគ្នាសួរខ្ញុំទៀតថាចុំការងារប៉ុណ្ណឹងសោះមិនចាយលុយដល់900ម៉េះតម្រូវការរបស់មនុស្សយើងផ្សេងគ្នាអ្នកខ្លះគាត់ស្រឡាញ់បែបធម្មតាមិនអញ្ចឹងហ្នឹងហើយប៉ុន្តែមានអ្នកខ្លះទៀតគឺគាត់ត្រូវការ laptop មួយដែលវាមានជាមួយនឹងគុណភាពខ្ពស់ភាពរឹងមាំភាពធន់របស់វាគឺធន់ថ្មរបស់វាគឺកាន់សមត្ថភាពរបស់វាគឺខ្លាំងហើយជាមួយភាពច្បាស់កញ្ចក់របស់វាគឺមើលទៅត្រជាក់ភ្នែកអញ្ចឹង Zenbook នេះគឺមានចំណុចទាំងអស់ហ្នឹងហើយអាហាគេអត់ខ្លាចក្នុងការចំណាយក្នុងការទិញជាមួយប្រភេទ laptop ហ្នឹងឯងហើយសម្រាប់ laptop នេះសួរថាតើស័ក្តិសមជាមួយអ្នកណាដែលគួរតែយកទៅប្រើ laptop នេះគឺស័ក្តិសមសម្រាប់អ្នកដែលគាត់មាន budget ខ្ទង់900ទៅ1000ហើយគាត់ចង់បាន laptop មួយដែលមានគុណភាពខ្ពស់ឬក៏យើងនិយាយថាជា premium product ហើយនឹងការធានាបានយូរព្រោះថា laptop ទាំងពីរនេះគុណសម្បត្តិដែលមានដូចគ្នាគឺតាក់ទងជាមួយ perfect warranty មិនអញ្ចឹងហ៎ មាន ឥឡូវសួរសិនអ្នកលក់ដឹងថា perfect warranty នឹងអីអត់ ខ្ញុំសូមបញ្ជាក់មួយទៀត laptop ដែលចេញមកពីខាង ASUS អាវ៉ាន់ក្រុមហ៊ុនគឺមានបិទ seal ឬក៏តែម sticker ជាប់ហ្នឹងគឺមាន perfect warranty នឹងគ្រប់ model ពណ៌លឿងពណ៌មាស តែឥឡូវគេ upgrade មានអក្សរខ្មែរនៅលើហ្នឹងទៀត ហ្នឹងអាហ្នឹង version ក្រោយៗមក តែឥឡូវខ្ញុំសូមបកត្រឡប់មកវិញចំពោះ perfect warranty ហ្នឹងមានន័យថាក្រុមហ៊ុនគេជួយយើងដូចថាជួយសងយើង 80% រាល់ការធ្លាក់ចូលទឹកបាក់បែកក្នុងដោយចេតនា ចៃដន្យ អីក៏ដោយ មិនដោយចេតនាដោយចៃដន្យ អចេតនាត្រឡំយើងសំយើងយកទៅពុកចោលឬក៏យកទៅបោកចោលអាហ្នឹងគេអត់មាននេះទេបើមិនជាយើងថាកំពុកកាហ្វេឬក៏គ្រោះថ្នាក់អីចុះអាហ្នឹងគឺក្រុមហ៊ុនគេជួយចេញយើងអញ្ចឹងគឺថាខ្ញុំថាកន្លែងហ្នឹងគឺគ្រប់គ្រាន់ឲ្យអ្នកទាំងអស់គ្នាទុកចិត្តនៅលើ product ASUS មែនទេហ្នឹងហើយអញ្ចឹងសរុបទៅលើការធានាខ្ញុំចង់បញ្ជាក់ដែរទៅលើអវ៉ាន់របស់ក្រុមហ៊ុនទាំងអស់គឺមានធានាត្រឹមត្រូវជាពិសេសទៅលើអវ៉ាន់ premium របស់ Zenbook នេះមួយគ្រប់ series របស់ Zenbook ទាំងអស់គឺមានការធានាទាក់ទងជាមួយនឹង hardware របស់វាគឺរហូតដល់3ឆ្នាំ 3ឆ្នាំផងយ៉ាទៅលើ Zenbook គឺ3ឆ្នាំអាហ្នឹងបានគេហៅថាអវ៉ាន់ premium មិនជាអវ៉ាន់មួយដែលយើងទិញក្នុងតម្លៃថ្លៃតែយើងអត់ទទួលបានអ្វីទេ laptop យើងចំណាយលុយក្នុងការទិញមួយគឺគេថ្លឹងថ្លែងមែនតើថាតើយើងទទួលបានអីគេខ្លះអញ្ចឹងសម្រាប់ Zenbook គឺអ្នកនរទទួលបានការថែទាំធានាពីក្រុមហ៊ុនទៅលើ hardware 3ឆ្នាំហើយនឹង perfect warranty 1ឆ្នាំអញ្ចឹងរាល់ product របស់ ASUS ដែលឡាញនៅក្នុងឆ្នាំ2025នេះគឺមាន perfect warranty ទាំងអស់មិនថាតម្លៃ300តម្លៃ400តម្លៃ1000តម្លៃ4000ឬក៏តម្លៃ6000ដែរគឺមានដូចគ្នាទាំងអស់ហើយសរុបមកអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់លើកមកបង្ហាញជាមួយអ្នកនរគ្នាតាក់ទងជាមួយនឹង laptop ពីរប្រភេទដែល laptop មួយគឺជាប្រភេទ laptop ដែលធំរបស់គាត់នេះដែលធំដែលស្រាលដែលមានសមត្ថភាពខ្ពស់ហើយតម្លៃរបស់វាគឺត្រឹមតែ 1.1k ឬក៏$1099ហ្នឹងឯងហើយសម្រាប់ laptop ទី2គឺជា laptop ដែលជា laptop premium សម្រាប់អ្នកដែលគាត់ចូលចិត្តភាពធន់ចូលចិត្តថ្មកាន់ចូលចិត្តភាពលក្ខណៈថាមើលទៅវា premium look premium មើលទៅស៊ីវិល័យអញ្ចឹងណាអញ្ចឹងយើងមានជាមួយពពួក Zenbook គឺមានច្រើន series តែ Zenbook របស់ខ្ញុំនេះគឺ UM3406KA ដែលវាមានតម្លៃត្រឹមតែ$999ទេអញ្ចឹងសម្រាប់ laptop ទាំងពីរនេះគឺជា model ថ្មីសម្រាប់ក្នុងឆ្នាំ2025របស់យើងដែលមកពី ASUS Cambodia អញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវការតម្រូវការអាចមករកបាននៅគ្រប់បណ្ដាហាងទាំងអស់ជាពិសេស V-Store Center យើងហ្នឹងឯង complete មាន stock ស្រាប់ទៀតយ៉ាមាននៅជាមួយមួយទៀតគឺ Vitech Gaming នៅឯសាខាបឹងស្នោអញ្ចឹងយើងមានសាខា2ទី1គឺ Haley 2.1ទី2គឺពេញហួតបឹងស្នោនៅណាប្រាប់ទីនៅផ្លូវ Polaris ទល់មុខសាលា South Bridge អ្នកនរគ្នាជិះទៅអ្នកនរគ្នាបាច់ជិះឃើញអញ្ចឹងហ្នឹងហើយនៅក្នុងវីដេអូខ្ញុំនេះគឺមានតែប៉ុណ្្នឹងទេដែលមកបង្ហាញជាមួយអ្នកនរគ្នាតាក់ទងជាមួយនឹង ASUS Zenbook A14 AI ជាមួយនឹង ASUS VivoBook S16 OLED អូខេអញ្ចឹងពួកខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ